សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយអត់ថ្ងៃនេះខ្ញុំលើកយកនៅប្រធានបទគឺការញ៉ាំថ្នាំសម្រកទម្ងន់នាំឲ្យកើតមហារីកដោយសារអីថ្មីហ្នឹងគឺល្បីមែនតើល្បីនៅប្រទេសវៀតណាមហើយក៏ល្បីដល់ប្រទេសកម្ពុជារបស់យើងដែរខ្ញុំក៏ឆ្ងល់ហើយក៏ចូលទៅមើលទៅក្នុងសារព័ត៌មានរបស់ប្រទេសវៀតណាមហ្នឹងគេបាននិយាយថា DJ ងាន98គឺគាត់មានលក់នៅផលិតផលប្រភេទសម្រកទម្ងន់ដែលធ្វើឲ្យយើងស្រកទម្ងន់បានលឿនរាងស្អាតអីអញ្ចឹងទៅហើយនៅក្នុងផលិតផលរបស់គាត់ហ្នឹងគឺមានប្រភេទផ្ទុកនៅសារធាតុដែលគេហាមឃាត់ចំនួន2គឺទី1គឺស៊ីប៊ុយត្រាមីនទី2គឺហ្វេណូតាឡេអ៊ីនហើយដែលសារធាតុទាំងពីរហ្នឹងដែលមានហានិភ័យខ្ពស់ដល់សុខភាពរបស់អ្នកប្រើប្រាស់គេបានរកឃើញជនរងគ្រោះដែលកើតជំងឺមហារីកដោយសារការប្រើប្រាស់ផលិតផលគាត់ហ្នឹងដល់ចំនួន1200នាក់ច្រើនមែនទែនបងប្អូនហើយការប្រើប្រាស់ហ្នឹងគឺត្រឹមតែរយៈពេលខ្លីទេផលិតផលរបស់គាត់ហ្នឹងចាប់ផ្ដើមផលិតហើយនឹងលក់គឺត្រឹមឆ្នាំ2021ដល់2025ហើយត្រឹមតែ4ឆ្នាំនេះបងប្អូនអាចរកឃើញអ្នកកើតជំងឺមហារីករហូតដល់1200នាក់បងប្អូនចង់ដឹងទេសារធាតុទាំងពីរហ្នឹងវាមានឥទ្ធិពលមួយខ្លះទៅលើសុខភាពរាងកាយរបស់យើងហ្នឹងដែលវាគ្រោះថ្នាក់ហើយធ្វើយើងកើតមហារីកលឿនយ៉ាងហ្នឹងទី1គឺស៊ីប៊ុយត្រាមីនគឺជាសារធាតុមួយដែលពេលដែលយើងញ៉ាំទៅវាធ្វើឲ្យយើងអត់មានអារម្មណ៍ថាឃ្លានបាយឬក៏យើងឃ្លានបាយឃ្លានចំណីអាហារធ្វើឲ្យយើងនឹងញ៉ាំតិចជាងមុនហ្នឹងជាមូលហេតុដែលធ្វើឲ្យយើងស្គាល់មួយទី2គឺហ្វេណូតាឡេអ៊ីនហ្នឹងគឺវាជាប្រភេទសារធាតុគីមីមួយឬក៏ជាអាចផលិតជាឱសថជាថ្នាំដែលយកទូទៅគឺធ្វើជាថ្នាំបន្ទន់លាមកអាចព្យាបាលទៅលើអ្នកជំងឺដែលគាត់ទល់លាមកអីជាដើមហ្នឹងប៉ុន្តែហេតុអីបានជាប្រភេទថ្នាំសម្រកទម្ងន់គាត់គ្រោះថ្នាក់ហើយប៉ះពាល់ហើយនឹងកើតមហារីកលឿនយ៉ាងហ្នឹងហើយសារធាតុហាមឃាត់ទាំងពីរហ្នឹងគឺវាមានផលប៉ះពាល់ទៅលើសុខភាពអ្នកប្រើប្រាស់មែនតើដូចជាប្រភេទស៊ីប៊ុយត្រាមីនហ្នឹងផលប៉ះពាល់របស់វាចំពោះសុខភាពគឺកាលណាយើងប្រើក្នុងរយៈពេលយូរឬក៏លើសកម្រិតទៅអាចប៉ះពាល់ដល់សុខភាពបេះដូងធ្វើឲ្យលើសសម្ពាធឈាមមានផលវិបាកទៅជំងឺស្ត្រកឬក៏គាំងបេះដូងស្លាប់ភ្លាមអីក៏មានដែរបងប្អូនហើយចំណែកសារធាតុហ្វេណូតាឡេអ៊ីនហ្នឹងគេប្រើជាទូទៅគេប្រើវានៅក្នុងដូចមន្ទីរពិសោធន៍អីគេប្រើវាសម្រាប់ជា indicator ចង្អុលបង្ហាញមួយណាជាសារធាតុអាស៊ីតមួយណាជាសារធាតុបាសហើយចឹងទៅហើយសារៈសំខាន់របស់វាក៏គេអាចប្រើវាជាប្រភេទថ្នាំបន្ទន់លាមកព្យាបាលអ្នកដែលមានជំងឺទល់លាមកអីជាដើមប៉ុន្តែត្រូវឆ្លងកាត់ការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យមានវិជ្ជាបញ្ជាអីត្រឹមត្រូវតែក្នុងករណីឌីជេងានគាត់ប្រើសារធាតុទាំងពីរហ្នឹងមួយបំបត្តិការឃ្លានមួយទៀតជួយឲ្យលាមកយើងបត់ជើងលឿនអញ្ចឹងដែលធ្វើឲ្យអ្នកប្រើប្រាស់ផលិតផលរបស់គាត់នឹងស្រកគីឡូលឿនប៉ុន្តែហានិភ័យចំពោះសុខភាពវិញគឺបងប្អូនមានច្រើនមែនតើអាចឲ្យអ្នកដែលប្រើប្រាស់នឹងមានជំងឺគាំងបេះដូងឡើងសម្ពាធឈាមមានផលវិបាកជំងឺស្ត្រកឬក៏គាំងបេះដូងស្លាប់ភ្លាមអីអញ្ចឹងទៅចំណែកអាហ្វេណូតាឡេអ៊ីនហ្នឹងធ្វើឲ្យគាត់មានបញ្ហានៅលើផ្នែកប្រព័ន្ធរំលាយអាហាររ៉ាំរ៉ៃណាយូរទៅកើតទៅជាមហារីកទៅលើប្រព័ន្ធរំលាយអាហារហើយជនរងគ្រោះដោយសារការប្រើប្រាស់ផលិតផលរបស់គាត់ហ្នឹងគឺត្រឹមតែរយៈពេលខ្លីណាបងប្អូនផលិតផលហ្នឹងបង្កើតនៅក្នុងឆ្នាំ2021ឥឡូវ2025គឺរកឃើញជនរងគ្រោះរហូតដល់1200នាក់ដែលកើតជំងឺមហារីកដោយសារការប្រើប្រាស់ផលិតផលសម្រកទម្ងន់បានលឿនរបស់គាត់ហ្នឹងមានអាគុណ3គុណ7គុណ1000អីក៏មានដែរហើយរូបភាពអីហ្នឹងខ្ញុំដាក់នៅក្នុងខាងឆ្វេងវីដេអូរបស់ខ្ញុំណាបងប្អូនមើលទៅហើយជាចុងក្រោយសូមផ្ដាំផ្ញើបងប្អូនស្រឡាញ់សុខភាពមុននឹងប្រើប្រាស់ផលិតផលអីមួយត្រូវឆ្លងកាត់ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យមានវិជ្ជាការប្រើប្រាស់ត្រូវមានវិជ្ជាបញ្ជាត្រឹមត្រូវណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់គាំទ្រនិងស្ដាប់វីដេអូរបស់ខ្ញុំហើយជួបគ្នានៅឱកាសក្រោយទៀតណានៅពេលដែលខ្ញុំមានពេលធ្វើវីដេអូថ្មីអរគុណច្រើនជម្រាបលា